ឥឡូវផ្ញើទៅសិទ្ធិលៀមថងគុណថៃចាញ់អស់ថៃចាញ់ទី1ចាញ់ផ្នែកការទូតនៅចំពោះផ្នែកអន្តរជាតិគេសម្លឹងឃើញថាថៃគឺជាចៅឈ្លានពានកម្ពុជាបាត់ទៅហើយនៅចំពោះផ្នែកអាស៊ានថៃឈ្លានពានសមាជិកអាស៊ានមានឡាវមានភូមាមានម៉ាឡេស៊ីគឺខូចបាត់ហើយគេអញ្ចឹងផ្នែកការទូតគឺថៃខូចបាត់ទៅហើយអត់មានអីដែលត្រូវមកលេងជាមួយកម្ពុជាទេផែនទីថៃចាញ់កម្ពុជាទៀតថៃអត់មានផែនទីទេថៃប្រើផែនទីចោលដែលគូដែលខ្លួនឯងហើយវាយកដីប្រទេសក្បែរខាងដែលមានទំនាស់ជាមួយគ្នាទល់រាល់ថ្ងៃចាញ់ទៀតសភាវុធប្រយុទ្ធគ្នាឥឡូវយើងនិយាយថា3គ្នាចាថៃក៏អត់លើសកម្ពុជាយើងប្រហែលដែរអ្នកឯងមានយន្តហោះចម្បាំងខ្ញុំមានមីស៊ីលរត់តាមយន្តហោះដែរតាទាហានរបស់ថៃនិងទាហានរបស់កម្ពុជា0ទាហានថៃ0មកអត់មានស្មារតីប្រយុទ្ធទេខុសពីទាហានរបស់កម្ពុជាទាហានរបស់កម្ពុជាមានស្មារតីប្រយុទ្ធពីព្រោះអីពីព្រោះទាហានកម្ពុជាគាត់ដឹងណាស់ថាតំបន់ដែលកំពុងមានបញ្ហានោះគឺជាទឹកដីដូនតារបស់គាត់អញ្ចឹងគាត់ប្រយុទ្ធដើម្បីការពារទឹកដីដូនតារបស់គាត់អញ្ចឹងនៅក្នុងចំណោមមនុស្ស4នាក់នេះម្នាក់មួយដែលពាក់យោធានេះគឺមេភូមិភាគ2របស់ថៃមេទាហានជាអ្នកដែលដឹកនាំកងកម្លាំងមកឈ្លានពានកម្ពុជាយើងនៅតំបន់បំបីមេបញ្ជាការភូមិភាគ2ឯម្នាក់មួយចាស់ក្បាលតងោលនោះគឺសទ្ធិលីមថងគុណគឺជាក្រុមជលនិយមអាវលឿងរបស់ថៃគឺជាអ្នកញុះញង់ទាហានឲ្យមកឈ្លានពានទឹកដីកម្ពុជាយើងសទ្ធិលីមថងគុណនេះគឺជាសត្រូវស៊ីសាច់ហត់ឈាមជាមួយនឹងថាក់ស៊ីននិងផែថងឋាននាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ប្រទេសថៃសទ្ធិលីមថងគុណនេះគឺជាក្រុមបពុរបស់អភិសិទ្ធពិចាជីវ៉ាសទ្ធិលីមថងអភិសិទ្ធវិចាជីវ៉ាគឺជាមិត្តភ័ក្តិរបស់សំស៊ីស្ដាប់តោះណាអញ្ចឹងកាលដែលកម្ពុជាយើងច្បាំងជាមួយថៃនៅប្រាសាទព្រះវិហារអំឡុងឆ្នាំ2008និង2011សទ្ធិលីមថងគុណនេះគេបានផ្ដល់យោបល់ទៅឲ្យកងទ័ពគេថាត្រូវតែវាយចូលទឹកដីកម្ពុជាវាយរហូតយកប្រាសាទអង្គរវត្តឲ្យបានដើម្បីដូរនឹងប្រាសាទព្រះវិហារបើហើណានេះបើហើណាបាទក្រុមរបស់គេនេះមានអាម្នាក់ទៀតដែលគេកំពុងនិយាយក៏គេប្រាប់កងទ័ពគេដែរគេថាវាយឲ្យចូលដល់ទីក្រុងភ្នំពេញឥឡូវហ្នឹងអញ្ចឹងក្រុមអាសទ្ធិលីមថងគុណនេះគឺជាក្រុមជលនិយមនៅប្រទេសថៃខ្ញុំប្រាប់ឲ្យដឹងអំពីសារបានសិនតើនេះបងប្អូនប្រិមិត្តបាទឯគាត់2នាក់ខាងក្រោមនេះគឺជាសាស្ត្រាចារ្យនៃប្រទេសថៃគាត់គឺជាអ្នកចេះដឹងរបស់ប្រទេសថៃអ្នកស្រីម្នាក់នោះគឺអ្នកស្រីប៊ុនថនគឺជាសាស្ត្រាចារ្យតំណែងអន្តរជាតិនៅវិទ្យាល័យយូឡាឡុងកនរបស់ប្រទេសថៃឯលោកម្នាក់នេះគឺលោកបដិថាហ្នឹងហើយបដិថាគឺជាសាស្ត្រាចារ្យរបស់ប្រទេសថៃដូចគ្នាអញ្ចឹងខ្ញុំមកជំរាបជូនបងប្អូនប្រិមិត្តថាលោកសាស្ត្រាចារ្យពីររូបនោះគាត់បាននិយាយទៅសទ្ធិលៀមថងគុណនេះអាពួកជលនិយមថៃនេះថាក្រុមរបស់ពួកឯងដែលកំពុងធ្វើការញុះញង់ទាហានថៃបច្ចុប្បន្ននេះធ្វើឲ្យថៃคล้ายទៅជាក្មេងបៀមដៃចំពោះមុខអន្តរជាតិតើនេះបងប្អូនប្រិមិត្តបានន័យថា2អ្នកខាងក្រោមគាត់ជាអ្នកប្រឆាំងជាមួយនឹងអាសទ្ធិលីមថងគុណនេះខ្ញុំនិយាយអំពីបញ្ហាផ្ទៃក្នុងប្រទេសថៃឲ្យប្រិមិត្តដឹងសិនបាទមិញនេះខ្ញុំដាក់វីដេអូមួយដែលគាត់និយាយមិញថាឲ្យពួកអាជ្រុលនិយមថៃហ្នឹងទៅធ្វើសង្គ្រាមទៅឥឡូវខ្ញុំថែមមនុស្ស2នាក់នេះទៀតឯលោកសាស្ត្រាចារ្យបណិថានេះគាត់បាននិយាយថា
បើច្បាំងគ្នាទាហានថៃនឹងចាញ់ទាហានកម្ពុជាគាត់ពីរនាក់នេះគឺជាសាស្ត្រាចារ្យនៃវិទ្យាល័យដ៏ល្បីរបស់ក្រុងបាងកកប្រទេសថៃគាត់ជាអ្នកមានឥទ្ធិពលនៅក្នុងស្រទាប់យុវជនថៃអញ្ចឹងយើងចង់និយាយថាម៉េចយើងចង់និយាយថាអាក្រុមជួលនិយមបច្ចុប្បន្ននេះវាកំពុងតែត្រូវបានយុវជននិងអ្នកចេះដឹងថៃស្អប់ខ្ពើមតោះនេះបងប្អូនប្រិមត្តតោះនេះឥឡូវនេះនៅក្នុងក្រសែភ្នែកយុវជនថៃនិងអ្នកចេះដឹងថៃកាន់តែច្រើនឡើងបានកំពុងសម្លឹងឃើញថាក្រុមអាជ្រុលនិយមអាវលឿងសិទ្ធិលីមថងគុណនេះកំពុងធ្វើឲ្យថៃបាត់ប្រយោជន៍តោះនេះបងប្អូនប្រិមត្តតោះនេះតន់ខមមិនអូខេម្នាក់មួយសាប់តន់សិនខ្ញុំត្រូវការប្រាប់ឲ្យវាតន់បាទអ្វីដែលយើងចាប់អារម្មណ៍បន្ថែមទៀតមុននេះប្រហែលថ្ងៃសិទ្ធិលីមថងគុណនេះគេបានធ្វើជាវីដេអូនិយាយជាភាសាថៃត្រូវបានក្រុមប្រឆាំងនៅក្នុងស្រុកយើងក្រុមកូនចៅរាំងស៊ីយកវីដេអូសិទ្ធិលីមថងគុណនេះយកមកបកប្រែជាភាសាខ្មែរហើយវាយប្រហារមកដល់ប្រទេសជាតិវាយប្រហារមកដល់សម្ដេចនាយកហ៊ុនសែនហើយខ្ញុំចូលទៅមើលខមមិនមានអ្នកខមមិនថាតានឹងនិយាយត្រូវទៀតវាទៅចេះឆ្កយពីព្រោះអីពីព្រោះគាត់អត់ដឹងថាសិទ្ធិលីមថងគុណនេះជានរណាអញ្ចឹងថ្ងៃនេះយើងឲ្យមកច្បាស់ជាមួយគ្នាសិទ្ធិលីមថងគុណនេះគឺជាអាចោសៀមឈ្លានពានទឹកដីវង្វេងប្រវត្តិសាស្ត្រយើងឲ្យស្គាល់បាទពីព្រោះធម្មតាទេបងប្អូនប្រិមត្តបាទពីណាមិនដឹងទេបើថាអង្គគ្រូប្រាជ្ញយើងមុននឹងច្បាំងជាមួយសំស៊ីខ្ញុំត្រូវស្ដាប់សម្ដីសំស៊ីអស់ហើយចង់ចេញច្រកណាហើយចង់ទៅច្រកណាអញ្ចឹងយើងមកនិយាយរឿងថៃយើងត្រូវឲ្យស្គាល់សន្តានស្គាល់ក្រុមវាស្គាល់បពុវាច្បាស់ចឹងសិទ្ធិលីមថងគុណនេះគេមួយថ្ងៃគេអត់ធ្វើអីទេបងប្អូនណាមួយថ្ងៃគេវាយប្រហារដល់សម្ដេចនាយកហ៊ុនសែននេះបាទអញ្ចឹងឥឡូវនេះអ្នកចេះដឹងនៅប្រទេសថៃយុវជនប្រទេសថៃចាប់ផ្ដើមយល់ចាប់ផ្ដើមដឹងចាប់ផ្ដើមធុញទ្រាន់ទៅនឹងក្រុមជ្រុលនិយមនេះហើយដែលក្រុមជ្រុលនិយមនេះធ្វើឲ្យប្រទេសជាតិអាប់មុខអាប់មាត់ធ្លាក់ខ្លួនដុនដាបនៅចំពោះមុខចំពោះភ្នែកអន្តរជាតិអ្នកចេះដឹងថៃនិងយុវជនថៃបានបន្ថែមទៀតថាដោយសារតែពួកអស់នេះហើយដែលធ្វើឲ្យថៃមានចំនួនព្រំដែនជុំវិញប្រទេសបងប្អូនជុំវិញមកជាមួយឡាវជាមួយភូមាជាមួយម៉ាឡេស៊ីបញ្ហាជុំវិញប្រទេសឯផ្ទៃក្នុងប្រទេសបែកបាក់គ្នាស្ថាប័នទាហានមួយកម្លាំង3ផ្សេងគ្នាបញ្ជាគ្នាអត់បានអត់ស្ដាប់ប្រកបគ្នាអត់មានអាណាមេអាណាកោយស្ថាប័នផ្សេងបែកបាក់គ្នានាយករដ្ឋមន្ត្រីអត់មានអំណាចស្ថាប័នវាំងក៏បែកបាក់គ្នាដែរអាស្ថាប័នបែកបាក់គ្នាប្រជាពលរដ្ឋបែកបាក់គ្នាចាក់ឬយ៉ាងជ្រៅថែមទាំងភាគខាងត្បូងប្រទេសថៃដែលក្រុមអ៊ីស្លាមគាត់ចង់បំបែករដ្ឋដាក់គ្រាប់បែកទូគ្រាប់រាល់ថ្ងៃឃើញទេអញ្ចឹងវាផ្ដើមឡើងដោយណាផ្ដើមឡើងដោយពួកជ្រុលនិយមនេះផ្ដើមឡើងដោយពួកនេះអញ្ចឹងឥឡូវនេះប្រជាជនថៃចាប់ដើមយល់កាន់តែច្បាស់បងប្អូនគេឃើញបងមួយមុននោះគាត់ចេញវីដេអូគាត់ថាឲ្យពួកអាហ្នឹងទៅព្រំដែនច្បាស់គ្នាឃើញទេបងប្អូនប្រិមិត្តមុននោះប្រហែលខែមានការប៉ះទង្គិចទាហានថៃប៉ះទង្គិចជាមួយនឹងភូមាជាមួយនឹងឡាវអត់ដែរឈ្នះភូមាឈ្នះឡាវទេគ្រាន់តែវាយជាមួយនឹងក្រុមចលនាមួយក្រុមរបស់ភូមាក៏អត់ឈ្នះដែរ
អត់ឈ្នះចលនារបស់ភូមិមកក្រុមមិនប្រទេសភូមិទេណាចលនារបស់ភូមិដីក្រុមស្អីគេក្រហមទេអត់ឈ្នះទេបាយមួយឡើងអត់ឈ្នះឡើងទេនឹងថៃពីព្រោះអីពីព្រោះទាហានថៃអត់មានស្មារតីប្រយុទ្ធទេដូចខ្ញុំនិយាយចឹងអានេះមកជំរាបជូនអញ្ចឹងឥឡូវយើងសួរត្រឡប់មកវិញទៀតថាបើសិនជាប្រទេស4នេះដែលកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃនេះប្រទេស4នេះបើឧបមាថាគាត់សហការគ្នាយើងឧទាហរណ៍បើគាត់សហការគ្នាអញ្ចឹងថៃរត់ទៅវីវបន្ថែមទៀតរត់ទៅវីវទៀតអញ្ចឹងខ្ញុំចង់មកនិយាយពីបុគ្គលជ្រុលនិយមសិទ្ធិឌីនថងគុណនិងក្រុមមេភូមិភាគ2នេះឲ្យប្រិមិត្តស្ដាប់ប៉ុណ្ណេះសិនច្បាស់ហើយប្រិមិត្តច្បាស់ខមមិនអូខេម្នាក់មួយយើងបន្តទៅទៀតបន្តនៅចំណុចដែលថៃចាញ់កម្ពុជាស្អីខ្លះថៃឈ្នះកម្ពុជាតែមួយមុខគត់ឈ្នះត្រង់អីឈ្នះគ្រាន់ថាមើលឃើញរូបភាពប្រទេសគេធំប្រជាជនគេច្រើនសេដ្ឋកិច្ចគេធំជាងតែប៉ុណ្ណឹងឈ្នះមើលលើរូបភាពឯងប៉ុន្តែថៃចាញ់យើងទាំងអស់បើចាញ់ទាំងអស់ឥឡូវផ្ញើទៅសិទ្ធិឌីនថងគុណថៃចាញ់អស់ថៃចាញ់ទី1ចាញ់ផ្នែកការទូតនៅចំពោះផ្នែកអន្តរជាតិគេសម្លឹងឃើញថាថៃគឺជាចៅឈ្លានពានកម្ពុជាបាត់ទៅហើយនៅចំពោះផ្នែកអាស៊ានថៃឈ្លានពានសមាជិកអាស៊ានមានឡាវមានភូមាមានម៉ាឡេស៊ីគឺខូចបាត់ហើយគេអញ្ចឹងផ្នែកការទូតគឺថៃខូចបាត់ទៅហើយអត់មានអីដែលត្រូវមកលេងជាមួយកម្ពុជាទេផែនទីថៃចាញ់កម្ពុជាទៀតថៃអត់មានផែនទីទេថៃប្រើផែនទីចោលដែលគូដែលខ្លួនឯងហើយវាយកដីប្រទេសក្បែរខាងដែលមានទំនាស់ជាមួយគេទល់រាល់ថ្ងៃចាញ់ទៀតសភាវុធប្រយុទ្ធគ្នាឥឡូវយើងនិយាយថា3គ្នាចាថៃក៏អត់លើសកម្ពុជាយើងប្រមាណដែរអ្នកឯងមានយន្តហោះចម្បាំងខ្ញុំមានមីស៊ីលរត់តាមយន្តហោះដែរតាទាហានរបស់ថៃនិងទាហានរបស់កម្ពុជា0ទាហានថៃ0មកអត់មានស្មារតីប្រយុទ្ធទេខុសពីទាហានរបស់កម្ពុជាទាហានរបស់កម្ពុជាមានស្មារតីប្រយុទ្ធពីព្រោះអីពីព្រោះទាហានកម្ពុជាគាត់ដឹងណាស់ថាតំបន់ដែលកំពុងមានបញ្ហានោះគឺជាទឹកដីដូនតារបស់គាត់អញ្ចឹងគាត់ប្រយុទ្ធដើម្បីការពារទឹកដីដូនតារបស់គាត់ប្រជាជនរបស់កម្ពុជាមានស្មារតីជាតិនិយមប្រជាជនកម្ពុជាសមរភូមិក្រោយគ្រប់គ្រងសមរភូមិមកចូលរួមថវិកាបាទខ្ញុំឃើញហើយបងផៃម្នាក់គាត់ធ្វើវីដេអូនេះពីស្រុកគាត់មកដែរមានចូល500 5000ចូលគ្រប់គ្នាចូលរួមនេះយើងមិនទាន់បានប្រកាសឲ្យចូលរួមទលំទលាយផងប៉ុន្តែប្រជាជនថៃមួយចំនួនធំគេអត់ពេញចិត្តទៅនឹងការច្បាំងគ្នានេះទេតោះនេះបងប្អូនប្រិយមិត្តទឹកចិត្តប្រជាជនសមរភូមិក្រោយប្រៀបធៀបថៃជាមួយកម្ពុជាគឺអត់មានស្មារតីជាតិនិយមស្រឡាញ់ជាតិដូចយើងទេប្រជាជនអត់មានបទពិសោធន៍ទាហានអត់មានបទពិសោធន៍ប្រយុទ្ធអត់មានស្មារតីប្រយុទ្ធគ្រឿងអាវុធឧបករណ៍សម្រាប់បាយគ្នាក៏ថៃអត់មានលើសយើងដែរបើថៃគ្រាន់បើបាយឈ្នះអាកម្ពុជានៅក្រុមនេះនៅខាងភូមិនេះមួយថ្ងៃមុននេះបាយឈ្នះព្រឹកក្រុមកប៉ែលែកមួយហ្នឹងឥឡូវបងប្អូនមកឃើញបន្តមកទៀតអ្វីដែលថៃចាញ់ធ្ងន់ជាងគេចាញ់អីចាញ់ការបែកបាក់និងការគ្រប់គ្រងប្រទេសនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនម៉ាណែតបញ្ជាបានគ្រប់ស្ថាប័នទាំងអស់
cầm lăng bali cầm lăng thể hiện promo đông cái này nơi lư còn và ta có thể thay chọc như vậy lý nhá bao vậy bắn vậy lý mà ông mà tao bay kia cái đăng bay kia đăng anh nuôi cái tay tập hợp mê cái nó tay từ nó dụ rom tay tập xây tập lý xây từ hiện xây mà nó cái chắc ngái đây dân khơi tha mà giáp về trong cõi đi miền nhà cái vậy thật thì có thể thay chút đấy tranh sạch đây thay ca nút xây anh nít xây như bị phổi biết đang làm mê ra cao hay là về mặt kìa chân ca phải chia cả cục cơm sàn tập hiệp xây được có thế này gì này chắc ăn đi nữa cái thử dân đi thế bàn tay dương bàn đăng cho bạn này thầy mất dương đăng cho bạn nàyสกามភាពដែលថៃកំពុងធ្វើនៅតាមបន្ទាត់ព្រំដែនស្អីនេះគឺជាការដាក់សម្ពាធមុនការចរចាថ្ងៃ14ប៉ុន្តែចង់ជំរាបថាការចរចាថ្ងៃ14នោះគឺអត់មានរបៀបវិរៈតំបន់4នោះយកទៅចរចាជាមួយទេតំបន់មុំ3ប្រាសាទតាកបីប្រាសាទតាមាន់គឺអត់យកទៅចរចាជាមួយទេចង់ជំរាបជូនណាចង់ជំរាបជូនឲ្យច្បាស់អាក្រុមប្រឆាំងមកយ៉ាងនោះនេះកុំឲ្យវានៅជ្រុលនិយមទៀតកុំឲ្យវានៅបំភាន់សភាពការទៀតគឺអត់មានយកតំបន់4នោះទៅចរចាជាមួយទេប្រកាសណាស់ប្រទេសភូមិផងរបងជាមួយវាមានការសហប្រតិបត្តិការគ្នាគ្រប់វិស័យទាំងអស់ប្រកាសណាស់អញ្ចឹងយើងចរចាតំបន់ផ្សេងយើងនិយាយរឿងកន្លែងផ្សេងតែតំបន់4នោះគឺអត់មានចរចាជាមួយនេះគឺជារបៀបវិរៈការចរចាថ្ងៃ14ហើយផ្ដាំទៅភាគីថៃថាកុំលេងលបែងដាក់សម្ពាធមុនចរចាវាអត់ប្រយោជន៍ទេអត់ថាគ្មានអ្នកណាស្គាល់ថៃច្បាស់ជាងសម័យនេះចូលទេហើយកុំចង់អីបាត់ព្រំដែនអីណាមក4ល្ងាចអីអត់ជូនតំណែងអត់អីឯងធ្វើទៅមកស្លាញ់កំដរហើយទេអាលបែងនេះគេហៅថាលបែងកុមារទេគេស្គាល់ច្បាស់ណាស់នៅក្នុងយុទ្ធសាស្ត្រណាគេស្គាល់ច្បាស់ណាស់មុននឹងគេហ៊ាននិយាយជាមួយឯងគេ estimate ហើយថាឯងនឹងមានស្អីខ្លះសម្រាប់ដាក់សម្ពាធមកកម្ពុជាគេ estimate ដឹងអស់ហើយ